បាទស្វាគមន៍ជាថ្មីពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់វីដេអូថ្មីមួយទៀតនៃដំណើរកម្សាន្តទៅកោះត្រល់ហើយថ្ងៃនេះដែរខ្ញុំនឹងបង្ហាញជូនបងប្អូនអំពីសួនGreen World ហើយសួននេះគឺជាសួនកម្សាន្តសិប្បនិម្មិតទេបាទសិប្បនិម្មិតបណ្ដាការរៀបចំតុបតែងកែច្នៃកែលម្អមកទេមិនមែនជាសួនដែលមានពីមុនមកទេនេះគឺពាក្យច្រើនគឺគេហៅថាសិប្បនិម្មិតទាំងអស់ទេហើយនៅក្នុង Grand World នេះភាគច្រើនគឺជាទីកន្លែងដើរកម្សាន្ត shopping ហើយគឺមានហូតែល casino ហើយនិង resort ជាច្រើនហើយអ្វីដែលគេចាប់អារម្មណ៍នៅឯ Grand World នេះគឺភ្ញៀវទេសចរដើរកម្សាន្តហ្នឹងគឺដើរថតរូបមើលគេធ្វើដូចជាភូមិដែលយក style តាមប្រទេសអ៊ីតាលីណាហើយតាមនេះគឺគេហៅបន្លាយសិប្បនិម្មិតទេដែលដូចជាមានប្រវែង400ម៉ែត្រហើយទីតាំងទីនេះគឺមានហាងទំនិញហាងលក់សម្ភារៈអីផ្សេងទាំងច្រើនហើយម៉ូដផ្ទះបងប្អូនឃើញគឺគេយកម៉ូដតាមបែបខាងអឺរ៉ុបអ៊ីតាលីហើយទូកដែលខ្ញុំកំពុងថតនេះគឺជាទូកដែលគេជួលជិះតាមបន្លាយហ្នឹងណាបងប្អូនហើយទីនេះដោយសារពេលយប់គឺមនុស្សច្រើនមនុស្សមានទេសចរជនជាតិបរទេសផ្សេងហ្នឹងគេមកលេងកម្សាន្តដើរមានកន្លែងហាងអាហារ restaurant អីល្បីប៉ុន្តែដោយសារយើងមកតាមក្រុមហ៊ុនទេសចរកម្មវិធីយើងក៏មានច្រើនហើយពេលខ្លីកន្លែងនេះគឺយើងមកពេលថ្ងៃចាំពេលថ្ងៃអញ្ចឹងគឺมันអត់មានមនុស្សទេបងប្អូនដូចខ្ញុំបានថតឲ្យបងប្អូនទេសនាហើយគឺអត់មានមនុស្សដើរឲ្យលេងទេក្រៅពីក្រុមទេសចរពួកខ្ញុំមកក្រុមហ្នឹងហើយដូចជាមានផ្សេងទៀតដែរគាត់ថាមិនសូវមានច្រើនទេហើយតាមមាត់បន្លាយគេហ្នឹងគឺផ្ទះបែបអ៊ីតាលីទាំងអស់ហើយផ្ទះហ្នឹងគឺភាគច្រើនជាហាងទំនិញទេហាងលក់អីវ៉ាន់ឬក៏ដូចជាសម្ភារៈមានកៅអៅមានអីចឹងទៅហើយក៏មានហាងលក់វត្ថុអនុស្សាវរីយ៍អីផ្សេងផងដែរហើយបន្លាយសិប្បនិម្មិតទីនេះគឺគេមានធ្វើស្ពានឆ្លងកាត់ចំនួនដូចជា3ម្ដង4ម្ដងឯងដែលអាចឲ្យយើងឆ្លងកាត់បានហើយស្ពាននេះគឺស្ពានបែបទីក្រុងរបស់ប្រទេសអ៊ីតាលីដែរដែលហៅថាទីក្រុងវីណៃណាតាមភាសាអង់គ្លេសដែលខ្ញុំហៅមិនខុសទេហើយនៅទីនេះគឺពេលល្ងាចគឺភ្ញៀវទេសចរបរទេសនេះច្រើនមែនទែនហើយគេចូលចិត្តអាចហូបអីនៅតាមមាត់បន្លាយហ្នឹងហើយនៅទីនេះបើសិនជាយើងដើរធ្វើដំណើរត្រង់តាមបន្លាយហ្នឹងយើងនឹងទៅដល់មាត់សមុទ្រមានឆ្នេរសមុទ្រមានបារមានអីនៅខាងសមុទ្រនឹងដូចគ្នាហើយនៅសមុទ្រហើយទីតាំងនេះដែរគឺក៏ជារបស់ក្រុមហ៊ុន Win Group នឹងដែរWin Group នេះគឺជាអ្នកស្ថាបនាសួនកំសាន្ត Win Wonder ដែលមានកត្រកខ្ពស់ក៏ដូចជាកន្លែងលេងទឹកលេងអីហ្នឹងនៅសួន Win Wonder ហើយផ្ទះនៅទីនេះគឺបើមើលទៅគឺស្អាតប្លែកភ្នែកគឺគេធ្វើម៉ូដបែបអឺរ៉ុបទាំងអស់ហើយខ្ញុំទៅសារកន្លែងនេះគឺគេរក្សាអនាម័យបានស្អាតល្អអត់មានក្លិនអត់មានអីទេហើយសម្រាប់អីក៏មិនមានពេញនឹងដែរក៏អត់មានទេគឺស្អាតគេរៀបចំបានស្អាតខ្ញុំមកពេលព្រឹកនេះមួយយ៉ាងដែរគឺអត់មានភ្ញៀវទេសចរអីទេមានតិចតួចព្រោះគេច្រើនគេមកពេលរាត្រីហើយពេលរាត្រីគឺគេបើកភ្លើងបើកអីនេះទៅនឹងស្អាតមែនតើហើយតាមជួរហ្នឹងគឺស្ទើរតែហាងអញ្ចឹងទាំងអស់បងប្អូនខ្ញុំធ្វើដំណើរហ្នឹងគឺខ្ញុំដើររហូតទៅដល់មាត់សមុទ្រតែម្ដងមានហាងមានអីច្រើន
បើសិនជាបងប្អូនដែលធ្វើដំណើរមកលេងកម្សាន្តនៅទីនេះខ្លួនឯងអាចជ្រើសរើសមកពេលរាត្រីពេលល្ងាចហ្នឹងគឺបងប្អូនសប្បាយនឹងដើរខ្ញុំគិតថាសប្បាយជាងមកពេលថ្ងៃបើមកពេលថ្ងៃគឺអត់មានអីទេគាត់យើងបានមើលដូចជាអគារស្ថាបត្យកម្មអីគេដែលគេសាងសង់នៅលើគេបង្កើតឡើងនៅតាមបន្លាយស្ប៉ានិមិត្តគេហ្នឹងហើយមកដល់ទីនេះបើបងប្អូនអត់ចង់ដើរទេក៏អាចមានជំរើសជួលឡានអគ្គិសនីគេនៅហ្នឹងចាំហៅយើងណាហើយបើយើងជួលក្នុងម្នាក់ដូចជា6-7ដុល្លារហ្នឹងយើងអាចដើរមើលទៅវាមិនសូវហត់អានេះខ្ញុំដើរមកដល់ខាងសមុទ្រហើយមកដល់សមុទ្រយើងមើលទៅខាងស្ដាំដៃទៅគឺឃើញទិដ្ឋភាពនៃភ្នំបូកគោក៏ដូចជាអឺខេត្តកំពតយើងដែរមេឃចលាល្អខ្ញុំមើលផ្នែកទៅទេខ្ញុំមើលឃើញភ្នំបូកគោយើងតែដល់ពេលខ្ញុំថតក្នុងកាមេរ៉ាអញ្ចឹងវាមើលស៊ូមមិនឃើញទេហើយនេះគឺជាកន្លែងជួលម៉ូតូទឹកហើយនេះដូចជាបោះ Grand World ឡើងដែរមានជួលម៉ូតូទឹកមានជួលពណ៌ជួលអីហ្នឹងបងប្អូនចង់ជិះគឺមិនខ្វះទេហើយយើងបន្តដំណើរពីហ្នឹងមកទៀតយើងខ្ញុំក៏អត់បានដើរត្រឡប់ទៅវិញដែរសារឆ្ងាយខ្ញុំក៏ហៅ Grab ជិះនេះបងប្អូនហៅ Grab បាននៅក្នុងខាងនេះដូចជាមិនមែនជាសួនអីទេខ្ញុំស៊ូមនេះឃើញបងប្អូនឃើញភ្នំហ្នឹងគឺភ្នំបូកគោភ្នំអីហ្នឹងខាងខ្មែរយើងហើយមកដល់ខាងបតឆ្នេរនេះគឺមានកន្លែងភោជនីយដ្ឋានក៏ដូចជាកន្លែងឲ្យភ្ញៀវទេសចរគេហាលថ្ងៃលេងទឹកអីហ្នឹងនៅតាមឆ្នេរហ្នឹងឆ្នេរនេះបើខ្ញុំមើលជាក់ស្ដែងគឺមិនសូវជាស្អាតអីដូចជាខ្មែរយើងប្រហែលទេមិនលើសយើងទេបងប្អូនឆ្នេរនេះគឺទាំងខ្សាច់ទាំងអីគឺមិនស្អាតដូចជាឆ្នេរនៅកោះរ៉ុងកោះអីយើងទេមិនតែសារខ្លួនឯងហើយបង្អាប់គេណាប៉ុន្តែដោយសារនេះគេរៀបចំទៅមើលឃើញស្អាតមានសណ្ដាប់ធ្នាប់ប៉ុន្តែជាក់ស្ដែងទៅខ្សាច់ក៏មិនល្អជាងយើងដែរហើយបើយើងចេះរៀបចេះច្នៃដូចគេក៏មិនដឹងថាល្អយ៉ាងណាទេហើយនេះគេរៀបទៅដូចជាក្រុងរណបមួយក្រុងកំសាន្តមួយអញ្ចឹងនៅកន្លែងគេខ្ញុំហៅថា Grand World ណាហើយក៏មានឡានក្រុងមានអីគេដឹកភ្ញៀវទេសចរអីទៅកាន់កន្លែងសួនវិនមណ្ឌលហ្នឹងដែរហើយដើមឈើអីនេះគេរៀបបានស្អាតណាស់បងប្អូនគេរៀបធ្វើជាសួនធ្វើអីមានដាំត្នោតដាំអីនេះគឺវៀតណាមនេះប្រកែមែនហើយនេះកន្លែងនេះខ្ញុំថាស្ពានឆ្លងពីប្លាយទៅមកខាងហ្នឹងគឺម៉ូដគឺកូពីពីខាងអឺរ៉ុបមកទាំងអស់វៀតណាមនេះគឺក៏ប្រកែកូពីប្រកែច្នៃប្រឌិតអីដែរអញ្ចឹងហើយមិនថាគេមានតិចប៉ុន្តែគេច្នៃប្រឌិតហ្នឹងឲ្យវាទៅជាបោះមួយថ្មីដែលយើងនាំគ្នាទៅលេងទៅចំណាយលុយនៅប្រទេសគេហើយទៅសើប្រទេសគេដែរ